មកស្វែងយល់លម្អិតអំពីប្រេងម៉ាស៊ីនធម្មតាប្រេងម៉ាស៊ីនធម្មតាឬក៏ប្រេងម៉ាស៊ីនរ៉ែគឺជាប្រភេទប្រេងមូលដ្ឋានដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយវាត្រូវបានផលិតឡើងដោយផ្ទាល់ពីប្រេងឆៅដែលចម្រាញ់ចេញពីក្រោមដីខាងក្រោមនេះគឺជាលក្ខណៈពិសេសសម្រាប់ប្រេងម៉ាស៊ីនមួយនេះតម្លៃសមរម្យប្រេងម៉ាស៊ីនមួយនេះមានតម្លៃថោកបំផុតបើធៀបទៅនឹងប្រេងប្រភេទផ្សេងទៀតដូច្នេះហើយទើបវាត្រូវបានការប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់រថយន្តនិងម៉ូតូចាស់ៗដែលមិនត្រូវការថែទាំកម្រិតខ្ពស់សមត្ថភាពមិនថិតថេរដោយសារតែវាបានចម្រាញ់ដោយផ្ទាល់ពីប្រេងឆៅធ្វើឲ្យប្រេងម៉ាស៊ីនប្រភេទនេះនៅតែមានផ្ទុកនៅសមាសធាតុមិនបរិសុទ្ធមួយចំនួនមូលកូរបស់វាមិនស្មើគ្នាដូចប្រេងសំយោគទេដែលធ្វើឲ្យវាឆាប់រលាយនៅសីតុណ្ហភាពខ្ពស់និងឆាប់កកនៅសីតុណ្ហភាពទាបការការពារមានកម្រិតប្រេងប្រភេទនេះផ្ដល់ការការពារទាបជាងប្រេងម៉ាស៊ីនសំយោគវាអាចបង្កើននៅកំណកកំបោរនិងសំណល់ក្នុងម៉ាស៊ីនបានយ៉ាងងាយប្រសិនបើមិនបានប្ដូរវាញឹកញាប់ត្រូវការប្ដូរញឹកញាប់ដោយសារតែគុណភាពនិងសមិទ្ធភាពរបស់វាមិនស្ថិតស្ថេរប្រេងម៉ាស៊ីនប្រភេទនេះត្រូវតែប្ដូរក្នុងចន្លោះពេលខ្លីជាងប្រេងសំយោគជាទូទៅការប្ដូរប្រេងត្រូវបានណែនាំឲ្យធ្វើរៀងរាល់ 5000 ទៅ 8000 គីឡូម៉ែត្រសមស្របសម្រាប់ម៉ាស៊ីនចាស់ម៉ាស៊ីនចាស់ៗដែលមានកម្រិតធំរវាងគ្រឿងបន្លាស់ដំណើរការបានល្អជាមួយប្រេងនេះដែលមានភាពខាប់សមរម្យវាមិនសូវល្អសម្រាប់ម៉ាស៊ីនទំនើបដែលមានផ្នែកតូចល្អិតនិងត្រូវការការពារខ្ពស់នោះទេសរុបមកប្រេងម៉ាស៊ីនធម្មតាគឺជាជម្រើសល្អសម្រាប់អ្នកដែលចង់ចំណាយតិចតែទាមទារឲ្យអ្នកប្ដូរប្រេងញឹកញាប់និងផ្ដល់ការការពារមូលដ្ឋានតែប៉ុណ្ណោះលោកអ្នកអាចអញ្ជើញមកទទួលសេវាកម្មប្ដូរប្រេងម៉ាស៊ីននៅគ្រប់សាខាទាំងអស់របស់ Namaste សូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត